ការឈ្លានពានពីរណានៅក្នុងពេលហ្នឹងជាមួយគ្នានឹងដែរនេះការឈ្លានពានរបស់វៀតណាមឈ្លានពានដោយយុទ្ធសាស្ត្របង្ហូរកងទ័ពចូលបង្ហូរទំនិញចូលហើយនាំគ្នាសម្ពោធល្អកល្អឿនណាស់ហ៊ុនម៉ាណែតនិងមេដឹកនាំវៀតណាមអត់មានការប្រជុំដើម្បីទប់ស្កាត់មហិច្ឆតាឈ្លានពានរបស់វៀតណាមទេធ្វើតាមវៀតណាមទៀតមួយវិញទៀតរឿងអក្រិតកម្មឆ្លងដែនអក្រិតកម្មឆ្លងដែនគឺជាសង្គ្រាមវាយលុករបស់បរទេសគឺពួកម៉ាហ្វយ៉ាបរទេសអន្តរជាតិលើប្រទេសកម្ពុជាដោយគ្រប់គ្រងក្បាលម៉ាស៊ីនដឹកនាំរបស់គណៈបកប្រជាជនកម្ពុជានឹងតែម្ដងសួរថារដ្ឋាភិបាលក្រុមគ្រួសារហ៊ុនមានប្រជុំដើម្បីចាត់ការទេអត់ទេប្រើឲ្យតែអ្នកនាំពាក្យកពេចកពុកថ្នាក់ក្រោមនិយាយអំពីទ្រឹស្ដីនៃការប្រឆាំងអក្រិតកម្មប៉ុន្តែហ៊ុនសែនហ៊ុនម៉ាណែតបានធ្វើការប្រជុំដើម្បីកម្ចាត់អក្រិតកម្មឆ្លងដែននេះអត់ទេអញ្ចឹងហើយបានជាខ្ញុំបញ្ជាក់ជូនបងប្អូនថាថ្ងៃឈ្លានពានពិតជាឈ្លានពានយើងកោតទោសការឈ្លានពានប៉ុន្តែហ៊ុនសែននិងហ៊ុនម៉ាណែតខ្លួនឯងកំពុងតែអង្អែលសង្គ្រាមនឹងដែរឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍តែទៅលើសង្គ្រាមមិនព្រមដោះស្រាយបញ្ហាសង្គ្រាមមិនព្រមដោះស្រាយបញ្ហាទឹកដីរួចហើយបង្វែរចំណាប់អារម្មណ៍ប្រជាពលរដ្ឋឲ្យភ្លេចអក្រិតកម្មឆ្លងដែនដែលហ៊ុនសែននិងហ៊ុនម៉ាណែតកំពុងតែប្រព្រឹត្តជាមួយម៉ាហ្វយ៉ាអក្រិតកម្មអន្តរជាតិជាពិសេសជនជាតិចិន